បាទយោងតាមការផុសរបស់លោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីរបស់ក្រុងភ្នំពេញបច្ចុប្បន្ននេះគឺលោកបានសរសេរថាលោកថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃទៅលើប្រជាពលរដ្ឋខ្មែរស៊ីវិលស្លូតត្រង់ដែលនៅភូមិព្រៃច័ន្ទនាល្ងាចថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះដែលបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់នោះរបួស3នាក់និងស្លាប់បាត់បង់ជីវិត1នាក់ហើយលោកថាទង្វើនេះគឺជាទង្វើខុសច្បាប់អន្តរជាតិនិងមនុស្សធម៌អន្តរជាតិនិងច្បាប់អន្តរជាតិដែលផ្ទុយទៅនឹងស្មារតីមនុស្សធម៌ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាពិសេសការឯកភាពឲ្យយន្តការគណៈកម្មការចម្រុះព្រំដែន JPC ចុះវាស់វែងនឹងបង្គោលបណ្ដោះអាសន្នដែលនឹងត្រូវស្ថានភាពដើមដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់និងរងចាំការសម្រេចដោយ JPC មិនតែប៉ុណ្ណោះលោកហ៊ុនម៉ាណែតក៏បានស្នើសុំឲ្យភាគីថៃបញ្ឈប់នៅការប្រើប្រាស់កម្លាំងឬក៏មធ្យោបាយផ្សេងៗមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ឬក៏ប្រជាពលរដ្ឋស៊ីវិលដែលប្រជាពលរដ្ឋធម្មតាហ្នឹងស្លូតត្រង់នៅដែលស្ថិតនៅក្នុងភូមិព្រៃច័ន្ទក៏ដូចជាការប្រើប្រាស់បញ្ឈប់ការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាក្នុងចំនួនព្រំដែននៃប្រទេសទាំងពីរហើយលោកហ៊ុនម៉ាណែតក៏បានស្នើសុំឲ្យមានការស៊ើបអង្កេតឯករាជ្យណាមួយដោយឯករាជ្យលើករណីនេះហើយឲ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញដើម្បីស្វែងរកការពិតបន្ទាប់ពីការផុសសារថ្កោលទោសរបស់លោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីសពថ្ងៃរបស់ក្រុងភ្នំពេញសពថ្ងៃនេះក៏មាន16ម៉ោងមុននេះក៏លោកហ៊ុនម៉ាណែតនេះបានខលទូរស័ព្ទទៅនិយាយជាមួយនឹងលោកអាន់វ៉ាហ៊ីប្រាហ៊ីមដែលជាប្រធានបដូវវេនអាស៊ានបច្ចុប្បន្នក៏ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែរគឺដើម្បីពិភាក្សាអំពីការស្វែងរកដំណោះស្រាយក្នុងចំនួនព្រំដែនកម្ពុជាថៃដោយសន្តិវិធីនេះហើយលោកក៏ថ្លែងអំណរគុណលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលបន្តដើរតួនាទីយ៉ាងសំខាន់និងសកម្មភាពក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងកម្ពុជាថៃហើយមិនតែប៉ុណ្ណោះគឺរយៈពេល1ម៉ោងមុននេះទៀតគឺលោកហ៊ុនម៉ាណែតក៏បានខលទូរស័ព្ទទំនាក់ទំនងទូរស័ព្ទជាមួយនឹងលោកដូណាល់ត្រាំនៅយប់ថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025ដែលជាយប់នៅក្នុងប្រទេសកម្ពុជាគឺលោកបានពិភាក្សាជាមួយនឹងលោកដូណាល់ត្រាំដែលជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកពិភាក្សាគ្នាអំពីវិវត្តសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងគោលបំណងបន្តជំរុញឲ្យអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃជាក់ស្ដែងយើងមើលឃើញថាកន្លងមកនេះគឺលោកដូណាល់ត្រាំបានលូកមាត់លោកក៏ចូលទៅជួយឲ្យបញ្ឈប់ចំនួនបញ្ហារវាងកម្ពុជានិងថៃក្នុងចំនួនព្រំដែននេះប៉ុន្តែអ្វីដែលយើងមើលឃើញហើយអ្វីដែលយើងទៅដោះស្រាយចំពោះមុខនោះគឺកម្ពុជាយើងផ្ទាល់ដែលមានលោកហ៊ុនម៉ាណែតលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីឪកូននេះគួរតែធ្វើតាមសំណើរបស់ប្រជាពលរដ្ឋភាគច្រើនគឺដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ ក៏ដូចជាស្នើឲ្យម្ចាស់ហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីសដើម្បីចូលទៅជួយដោះស្រាយបញ្ហាចំនួនព្រំដែនរវាងកម្ពុជាថៃនេះប៉ុន្តែអ្វីដែលជាដដែលរបស់របបតកូលហ៊ុននេះនៅធ្វើឡើងគឺបន្តឲ្យប្រជាពលរដ្ឋរងគ្រោះគឺមិនបានដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិក៏ដូចជាស្នើឲ្យម្ចាស់ហត្ថលេខីដើម្បីចោះជួយអន្តរាគមន៍និងដោះស្រាយវិវាទរវាងកម្ពុជាថៃនោះទេដោយហេតុនេះដែលបន្តឲ្យថៃនៅតែកក្លឿននិងព្យាយាមធ្វើទុកបុកម្នេញមកលើប្រជាពលរដ្ឋខ្មែរព្យាយាមឈ្លានពាននិងចង់បានដែលអធិបតេយ្យភាពរបស់ខ្មែរជាពិសេសគឺប្រជាពលរដ្ឋរងគ្រោះនៅតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យជាដើមហើយដូច្នេះហើយគឺទាំងអស់នេះហើយគឺយើងឃើញថាភាពអសមត្ថភាពនៃមេដឹកនាំរបស់ក្រុងភ្នំពេញនេះមានលោកហ៊ុនសែនលោកហ៊ុនម៉ាណែតដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងរងគ្រោះមិន
តែប៉ុណ្ណោះមិនមែនតែរឿងបញ្ហាព្រំដែននេះទេនឹងគឺមានរឿងជាច្រើនទៀតយើងនឹងជួបគ្នានៅព័ត៌មានក្រោយៗទៀតថាតើនឹងមានអ្វីខ្លះពីកម្ពុជាបាទសូមអរគុណ